ព័ត៌មានសំខាន់ថៃចាប់ផ្ដើមប្រតិកម្មចំពោះកម្ពុជាហើយសូមបងប្អូនតាមដានទស្សនាជាមួយយើងខ្ញុំឲ្យបានដល់ចប់ដូចតទៅបញ្ចុចវីដេអូនេះកុំភ្លេច like comment និង share ទៅកាន់បណ្ដាញសង្គមឲ្យបានគ្រប់គ្នាចង់បានព្រឹត្តិការណ៍ព័ត៌មានបន្ថែមជាតិនិងអន្តរជាតិជាប្រចាំថ្ងៃគ្រាន់តែចុច subscribe លើ channel ចុងដឹងទេជាការស្រេចនាថ្ងៃពុធទី26ខែសីហាឆ្នាំ2026នេះគេហទំព័រសារព័ត៌មាន The Standard របស់ថៃបានចេញផ្សាយនៅព័ត៌មានយ៉ាងក្តៅគគុកជុំវិញប្រតិកម្មឆ្លើយតបយ៉ាងចាស់ដៃពីសំណាក់ភាគីថៃទៅកាន់ប្រទេសកម្ពុជាលោកឧត្តមសេនីយ៍អាចប្រាប់ផាសុនចៃឌីជំនួយការអគ្គមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃនិងជានាយកមជ្ឈមណ្ឌលព័ត៌មាន JIC បានផ្ដល់បទសម្ភាសន៍ជាផ្លូវការដើម្បីបកស្រាយជុំវិញការចោទប្រកាន់របស់កម្ពុជាលោកបានថ្លែងអះអាងថាការរៀបចំដាក់ទូកុងតឺន័ររបស់យោធាថៃលើតំបន់ព្រំដែនគឺជាការដាក់បណ្ដោះអាសន្នដើម្បីវិធានការសុវត្ថិភាពតែប៉ុណ្ណោះមិនមែនជាការដាក់រៀងរហូតដើម្បីកំណត់ធ្វើបង្គោលព្រំដែននោះឡើយលោកឧត្តមសេនីយ៍ឯកចៅម្នាក់នេះបានសង្កត់ធ្ងន់បន្ថែមទៀតថាការដាក់បន្លាលួសក៏មិនមែនជាសន្ធិសញ្ញាហើយលេនដ្ឋានយោធារបស់ថៃក៏មិនមែនជាការខណ្ឌសីមាឬក៏ជាការកំណត់ផែនទីព្រំដែននោះដែរការចេញមុខបកស្រាយរបស់ប្រមុខព័ត៌មានព្រំដែនថៃរូបនេះធ្វើឡើងបន្ទាប់ពីមានការរិះគន់និងការចោទប្រកាន់ជាបន្តបន្ទាប់អំពីភាគីកម្ពុជាថៃកំពុងតែរំលោភបំពានអធិបតេយ្យភាពរបស់កម្ពុជាហើយលោកប្រាប់ផាសបានរំលឹកបន្ថែមទៀតថាវត្តមាននៃរចនាសម្ព័ន្ធបណ្ដោះអាសន្នទាំងអស់នេះគ្រាន់តែបញ្ជាក់អំពីអតិភិបផ្លូវយោធានៅនឹងកន្លែងប៉ុន្តែវាមិនអាចយកមកធ្វើជាភស្តុតាងស្របច្បាប់ដើម្បីបញ្ជាក់អំពីភាពជាម្ចាស់ដីនៃតំបន់នោះបានឡើយលោកបានបន្ថែមទៀតថាការទាមទារឬក៏ការបញ្ជាក់អធិបតេយ្យភាពលើទឹកដីមួយលុះត្រាតែផ្អែកទៅលើសន្ធិសញ្ញាកិច្ចព្រមព្រៀងភស្តុតាងផ្លូវច្បាប់និងទិន្នន័យបច្ចេកទេសជាក់ស្ដែងការរៀបចំកម្លាំងនិងសម្ភារៈយោធានៅតាមព្រំដែនត្រូវបានភាគីថៃអះអាងថាជាកិច្ចការពារសន្តិសុខផ្ទៃក្នុងនិងសុវត្ថិភាពបុគ្គលិករបស់ខ្លួនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ឯកប្រផាសុនចៃឌីម្នាក់នេះបានបន្តលើកឡើងដោយផ្ទាល់សំដៅទៅលើឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាដែលធ្លាប់បានអះអាងថាមានភស្តុតាងជាក់ស្ដែងជុំវិញការរំលោភបំពានលើព្រំដែននាយក JIC ថៃរូបនេះបានបកស្រាយថាការដែលភាគីកម្ពុជាលើកឡើងអំពីវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT តំណាងអង្គទូតនានានិងតំណាងអង្គការសហប្រជាជាតិ UN ថាជាផ្នែករបស់សហគមន៍អន្តរជាតិចុះសង្កេតការណ៍នោះគឺមិនមែនមានន័យថាពួកគេធ្វើជាចៅក្រមកាត់សេចក្តីនោះឡើយលោកបានបញ្ជាក់ថាអ្នកសង្កេតការណ៍មិនមែនជាចៅក្រមទេហើយការចុះទៅទស្សនាឬក៏ពិនិត្យមើលតំបន់ដែលមានទូកុងតឺន័រនិងបន្លាលួសមិនស្មើទៅនឹងការទទួលស្គាល់អធិបតេយ្យភាពរបស់ភាគីណាមួយនោះដែរភាគីថៃបានបន្ថែមថាយោធាថៃគ្មានគោលនយោបាយប្រើប្រាស់កម្លាំងបាយឬក៏ប្រើប្រាស់សំណងបណ្ដោះអាសន្នដើម្បីផ្លាស់ប្ដូរខ្សែព្រំដែនអន្តរជាតិឡើយវិធានការសន្តិសុខទាំងឡាយដូចជាការបិទផ្លូវនិងការបង្កើតមូលដ្ឋានការពារគឺធ្វើឡើងដើម្បីការពារជនជាតិស៊ីវិលនិងកម្លាំងប្រដាប់អាវុធតែប៉ុណ្ណោះលោកមេបញ្ជាការរូបនេះបានបង្ហាញជំហរថាប្រទេសថៃបើកចំហជានិច្ចចំពោះការពិនិត្យមើលការពិតប៉ុន្តែរាល់ការសន្និដ្ឋានត្រូវតែធ្វើឡើងដោយផ្អែកទៅលើច្បាប់ការទាញយកអ្នកសង្កេតការណ៍អន្តរជាតិមកធ្វើជាលេសកាត់សេចក្តីជាមុនគឺជាការយល់ច្រឡំទៅលើតួនាទីរបស់អ្នកសង្កេតការណ៍ថៃនៅតែជឿជាក់ថាមានតែការត្រួតពិនិត្យជាផ្លូវការតាមបច្ចេកទេសទេដែលអាចដោះស្រាយវិវាទនេះបានយ៉ាងពិតប្រាកដនៅក្នុងបទសម្ភាសន៍ដែលចុះផ្សាយដោយសារព័ត៌មានថៃដដែលនេះនាយកមជ្ឈមណ្ឌលព័ត៌មានរូបនេះបានអំពាវនាវយ៉ាងទទូចឲ្យភាគីកម្ពុជាត្រឡប់ទៅអាននិងពិនិត្យមើលសេចក្តីថ្លែងការណ៍រួមឡើងវិញឲ្យបានពេញលេញសេចក្តីថ្លែងការណ៍រួមដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី27ខែសីហាឆ្នាំ2025កន្លងទៅគឺបានចែងយ៉ាងច្បាស់អំពីកាតព្វកិច្ចរវាងប្រទេសទាំងពីរជាពិសេសគឺការប្រមូលឲ្យរក្សាកងទ័ពស្ថិតនៅក្នុងទីតាំងដើមបច្ចុប្បន្នរបស់ពួកគេបន្ទាប់ពីការប្រកាសបទឈប់បាញ់រួចមកនិងការជៀសវាងរាល់សកម្មភាពទាំងឡាយណាដែលបង្កឲ្យមានភាពតានតឹងលោកប្រផាសបានសង្កត់ធ្ងន់ថាកម្ពុជាមិនត្រូវអូសទាញភ្នែកនឹងមតិសាធារណៈពិភពលោកឲ្យសម្លឹងមើលមកលើប្រទេសថៃនៅក្នុងរូបភាពជាអ្នកឈ្លានពាននោះឡើយលោកបានបញ្ជាក់ថាការរៀបចំទូកុងតឺន័រនិងបន្លាលួសគ្រាន់តែជាវិធានការសុវត្ថិភាពបណ្ដោះអាសន្នរបស់យោធាមិនមែនជាការកែប្រែខ្សែព្រំដែនឬក៏ការឈ្លានពានដោយការចោទប្រកាន់នោះទេភាគីថៃបានរុញឲ្យប្រទេសកម្ពុជាគោរពស្មារតីនៃកិច្ចព្រមព្រៀងកាលពីចុងឆ្នាំ2025ឲ្យបានតឹងរ៉ឹងបំផុត
ការចោទប្រកាន់តាមប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈត្រូវបានថៃចាត់ទុកថាគឺជាការរំលោភទៅលើស្មារតីសេចក្តីថ្លែងការណ៍រួមនិងការបន្ថែមប្រេងលើភ្លើងប្រទេសថៃចង់ឲ្យភាគីទាំងពីររក្សាភាពស្ងប់ស្ងាត់និងអនុវត្តទៅតាមអ្វីដែលព្រមព្រៀងគ្នាកន្លងមកការគោរពសេចក្តីថ្លែងការណ៍រួមគឺជាសោរដ៏សំខាន់នៅក្នុងការទប់ស្កាត់មិនឲ្យចំនួនព្រំដែននេះរីករាលដាលកាន់តែធំមេទ័ពថៃរូបនេះបានបន្ថែមជំហរយ៉ាងច្បាស់ជុំវិញការប្រើប្រាស់យន្តការគណៈកម្មាធិការព្រំដែនរួម JBC ថាប្រទេសថៃមិនដែលបដិសេធឬក៏បោះបង់ចោលនៅយន្តការ JBC នោះឡើយប៉ុន្តែលោកបានដាស់តឿនថាប្រសិនបើភាគីកម្ពុជានៅតែមានជំនឿចិត្តនិងជឿជាក់ទៅលើយន្តការ JBC ពិតប្រាកដមែននោះគួរតែបណ្ដោយឲ្យ JBC ធ្វើការងារបច្ចេកទេសរបស់ខ្លួនទៅតាមនីតិវិធីកម្ពុជាមិនត្រូវបង្កើនការវិនិច្ឆ័យជាមុនឬក៏ការកាត់សេចក្តីជាមុនតាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានថាភាគីណាជាម្ចាស់ដីឬចោទប្រកាន់ទាហានថៃថាកំពុងតែឈ្លានពាននោះទេនាយក JIC រូបនេះបានថ្លែងពាក្យពេចន៍ធ្ងន់ធ្ងរថាប្រសិនបើអ្នកជឿទុកចិត្តលើ JBC ចូលទុកឲ្យ JBC ធ្វើការងាររបស់ខ្លួនប្រសិនបើអ្នកជឿលើភស្តុតាងចូលបង្ហាញភស្តុតាងប្រសិនបើអ្នកជឿលើច្បាប់ចូលប្រើប្រាស់ច្បាប់ហើយប្រសិនបើអ្នកជឿលើសេចក្តីថ្លែងការណ៍រួមអ្នកត្រូវតែគោរពតាមសេចក្តីថ្លែងការណ៍រួមទាំងស្រុងលោកបានបន្ថែមថាកម្ពុជាមិនត្រូវប្រើមតិរបស់ពិភពលោកមកជំនួសឲ្យការវិនិច្ឆ័យផ្លូវការរបស់ពិភពលោកបានឡើយការដោះស្រាយចំនួនដីធ្លីត្រូវតែធ្វើឡើងនៅលើតុចរចាដោយប្រើឯកសារផ្លូវការមិនមែនធ្វើឡើងតាមរយៈការសរសេរព័ត៌មានវាយប្រហារគ្នានោះទេថៃទទូចឲ្យកម្ពុជាបង្ហាញភស្តុតាងបច្ចេកទេសនៅក្នុងប្រព័ន្ធ JBC ជាជាងការបង្កើតការតវ៉ាជាសារព័ត៌មានពាក់ព័ន្ធទៅនឹងកិច្ចការពីព្រំដែននេះសារព័ត៌មាន The Standard បានបញ្ជាក់សារជាថ្មីផងដែរថាលោកប្រផាសសុនចៃឌីបានប្រកាសជាចំហថាប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការត្រួតពិនិត្យដោយយុត្តិធម៌អំពីសំណាក់សហគមន៍អន្តរជាតិទោះជាយ៉ាងណាក៏ដោយលោកបានសង្កត់ធ្ងន់ថាភាគីទាំងពីរចាំបាច់ត្រូវតែពិនិត្យលើការពិនិត្យឲ្យបានហ្មត់ចត់និងច្បាស់លាស់បំផុតលោកបានបង្ហើបការព្រមានចុងក្រោយជាថ្មីម្ដងទៀតថាទូកុងតឺន័រមិនមែនជាបង្គោលព្រំដែនទេលុះបន្លាមិនមែនជាសន្ធិសញ្ញាទេអ្នកសង្កេតការមិនមែនជាចៅក្រមទេហើយការចោទប្រកាន់ម្ដងហើយម្ដងទៀតមិនអាចបង្កើតអធិបតេយ្យភាពបានឡើយប្រទេសថៃបានសម្ដែងការអះអាងថាខ្លួននៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់និងកិច្ចព្រមព្រៀងដែលមានស្រាប់ភាគីថៃមិនចង់ឲ្យការយល់ច្រឡំពីអន្តរជាតិដែលកើតឡើងចេញពីការផ្សព្វផ្សាយព័ត៌មានតែម្ខាងនោះឡើយថៃជឿជាក់ថារាល់ការប្រជុំមុខដាក់គ្នានៅតាមព្រំដែនអាចសម្របសម្រួលបានប្រសិនបើភាគីទាំងពីរវិលត្រឡប់មកការប្រើប្រាស់យន្តការពិភាក្សាគ្នាដែលមានស្រាប់ដោយស្មោះត្រង់សេចក្តីថ្លែងការណ៍របស់មេបញ្ជាការរូបនេះគឺជាការឆ្លើយតបផ្លូវការរបស់ថៃដើម្បីការពាររូបភាពយោធានិងរដ្ឋាភិបាលថៃនៅលើឆាកអន្តរជាតិការសង្កត់ធ្ងន់ទៅលើចំណុចបច្ចេកទេសទាំងអស់នេះត្រូវគេមើលឃើញថាគឺជាការបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់កម្ពុជាទៅវិញប្រិយមិត្តទស្សនិកជនជាទីមេត្រីបងប្អូនស្ដាប់មិនច្រឡំទេអស់រយៈពេលពី3នាទីមកនេះគឺថាពាក្យពេចន៍របស់ថ្នាក់ដឹកនាំយោធាថៃពីរោះស្ដាប់មែនទែនអន្តរជាតិរូបណាស្ដាប់ហើយពិតជាចូលទៅជាហើយជឿទុកចិត្តថាថៃពិតជាស្មោះត្រង់ទៅនឹងការប្រើប្រាស់យន្តការទ្វេភាគីប្រកបមែនប៉ុន្តែរូបភាពពិតប្រាកដដែលពួកគេកំពុងតែធ្វើនោះវាមិនមែនជាកិច្ចការពារសន្តិសុខឬក៏ការពារបុគ្គលិកយោធារបស់ពួកគេទេបើសិនត្រឹមតែជាការពារសន្តិសុខចុះហេតុអ្វីមិនអោយប្រជាជនកម្ពុជាដែលរងគ្រោះដោយសារតែការគំរាមកំហែងប្រើប្រាស់អាវុធធុនធ្ងន់របស់ខ្លួនឲ្យចូលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ប្រជាជនកម្ពុជាវិញហើយចុះហេតុអ្វីបានជាអ្នកឯងកែប្រែស្ថានភាពថ្មីដោយការឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនកន្លែងនៅក្នុងតំបន់ទឹកដីរបស់កម្ពុជាដែលអ្នកឯងបានរំលោភបំពានកន្លងមកដូច្នេះបើផ្អែកទៅលើការពិនិត្យយ៉ាងស៊ីជម្រៅទៅលើសេចក្តីថ្លែងការណ៍របស់លោកឧត្តមសេនីយ៍ឯកប្រផាសសុនចៃឌីរបស់ភាគីថៃយើងអាចធ្វើការវិភាគលើចំណុចយុទ្ធសាស្ត្រសំខាន់3ទី1គឺយុទ្ធសាស្ត្រដោះសារបន្ទុកផ្លូវច្បាប់និងការការពាររូបភាពអន្តរជាតិរបស់ថៃដែលនាយក JIC ថៃប្រញាប់ចេញមុខបកស្រាយថាទូកុងតឺន័រនោះមិនមែនជាបង្គោលព្រំដែនហើយបន្លាលួសមិនមែនជាសន្ធិសញ្ញាគឺជាយុទ្ធសាស្ត្រដោះបន្ទុកផ្លូវច្បាប់យ៉ាងច្បាស់ក្រឡែតថៃដឹងខ្លួនថាការដាក់សំណង់រឹងមាំនិងរចនាសម្ព័ន្ធយោធានៅលើតំបន់ដែលមានចំនួនគឺជាការរំលោភទៅលើផ្លូវច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែរដូច្នេះការបកស្រាយថាសំណង់ទាំងអស់នោះគ្រាន់តែជាវិធានការសុវត្ថិភាពបណ្ដោះអាសន្នគឺដើម្បីការពារខ្លួនអំពីការចោទប្រកាន់ថាគឺជាអ្នកឈ្លានពាននៅលើឆាកអន្តរជាតិនិងដើម្បីកាត់បន្ថយសម្ពាធពីសហគមន៍អន្តរជាតិដែលកំពុងតែតាមដានមើលអំពីទង្វើរបស់យោធាថៃទី2គឺការកាត់បន្ថយឥទ្ធិពលរបស់អ្នកសង្កេតការណ៍អន្តរជាតិនិងប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះ
ការសង្កត់ធ្ងន់ថាអ្នកសង្កេតការណ៍មិនមែនជាចៅក្រមបង្ហាញថាភាគីថៃកំពុងតែមានក្តីបារម្ភយ៉ាងខ្លាំងចំពោះវត្តមានរបស់ UN, UNALT និងឯកអគ្គរដ្ឋទូតនានាដែលចុះទៅមើលភស្តុតាងជាក់ស្ដែងនៅលើដីថៃព្យាយាមបន្សាបតម្លៃនៃរបាយការណ៍របស់អ្នកសង្កេតការណ៍ទាំងនោះដោយអះអាងថាក្រុមទាំងអស់នោះគ្មានសិទ្ធិកាត់សេចក្តីឡើយទន្ទឹមនឹងនេះការដេញកម្ពុជាឲ្យចាកចេញអំពីការតវ៉ាតាមប្រព័ន្ធផ្សព្វផ្សាយហើយឲ្យទៅប្រើប្រាស់យន្តការ JBC វិញគឺជាយុទ្ធសាស្ត្រពន្យាពេលព្រោះយន្តការ JBC ជាញឹកញាប់ត្រូវការពេលវេលាយូរអង្វែងនៅក្នុងការចរចាដែលអនុញ្ញាតឲ្យថៃអាចបន្តរក្សាវត្តមានយោធានិងទូកុងតឺន័ររបស់ខ្លួននៅលើដីកាន់តែបានយូរហើយធ្វើសកម្មភាពនៅលើដីកាន់តែច្រើនសន្ធឹកសន្ធាប់ទី3គឺការបង្វែរការទទួលខុសត្រូវទៅលើការរំលោភទៅលើកិច្ចព្រមព្រៀងនាឆ្នាំ2025កន្លងទៅការដែលថៃរំលឹកឲ្យកម្ពុជាអានសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ឡើងវិញគឺជាការបង្វែរការទទួលខុសត្រូវថៃព្យាយាមចោទប្រកាន់កម្ពុជាថាជាអ្នកបង្កភាពតានតឹងតាមរយៈការបាញ់បង្ហោះផ្សាយព័ត៌មានប៉ុន្តែថៃបានមើលរំលងអំពីទង្វើដើមហេតុរបស់ខ្លួនគឺជាការដាក់ទូកុងតឺន័រនិងលេនដ្ឋានយោធាចូលមកកាន់ទឹកដីរបស់កម្ពុជាជំហររបស់ថៃនៅពេលនេះគឺជាការបដិសេធកាត់សេចក្តីដោយមតិអន្តរជាតិនិងព្យាយាមបិទបាំងការកែប្រែស្ថានភាពដើមនៅលើដីដោយប្រើបច្ចេកទេសផ្លូវច្បាប់ដើម្បីការពារអំពីសមត្ថភាពយោធារបស់ខ្លួនប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងនៅតែបន្តរងចាំមើលថាតើកម្ពុជានឹងព្រមធ្វើតាមគ្រាន់តែពាក្យគម្រាមកំហែងរបស់មន្ត្រីថោកទាបរបស់ថៃម្នាក់នេះដែរឬយ៉ាងណាតើអន្តរជាតិនឹងយល់ស្របនិងជឿតាមថៃដែរឬទេនៅពាក្យដោះសារទាំងប៉ុន្មានឃ្លានេះអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមជម្រាបលា